បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទเราសម្រាប់កង្កែបរបស់ខ្ញុំមកត្រង់នេះគឺសម្រាប់ជាលទ្ធផលដល់ថ្ងៃដែលត្រូវចាប់ហើយបាទការចាប់នេះគឺយើងចាប់រយៈពេល5-6ថ្ងៃហើយអញ្ចឹងដោយសារយើងលក់នៅក្នុងកន្លែងធ្វើការទេបងប្អូនបាទយើងអត់ចាប់លក់ដុំទៅបោះទៅទីផ្សារទេអញ្ចឹងម្នាក់នៅកន្លែងធ្វើការនេះគាត់មានកម្មវិធីគាត់មានទៅធ្វើម្ហូបធ្វើអីហូបជុំគ្នាអីចឹងគឺគាត់ទិញម្នាក់2-3គីឡូម្នាក់4-5គីឡូម្នាក់5-6គីឡូអញ្ចឹងណាបងប្អូនបាទតែបើសម្រាប់ថាឲ្យចាប់ដុំលក់ទៅទីផ្សារតែម្ដងគឺខ្ញុំអត់ចាប់អញ្ចឹងទេបាទនៃសម្រាប់ក្នុង1គីឡូខ្ញុំលក់ក្នុង1គីឡូយើងអត់ធ្វើទេយើងលក់ចាប់លក់តែម្ដងគឺក្នុង1គីឡូបាន8,000ដែរបងប្អូនបាទហើយក្នុង1គីឡូកង្កែបនេះគឺ4ក្បាលបាទ4ក្បាលគឺយើងចាប់បាន1គីឡូហើយអញ្ចឹងឃើញនៅច្រើនទេបងប្អូនយើងចាប់អស់ប្រហែលជាខ្ទង់ជិត30គីឡូដែរហើយបាទអញ្ចឹងគឺចាប់1គីឡូនៅដដែល2គីឡូនៅដដែលឃើញអត់ងាយអស់ទេបាទហើយធំដែរបងប្អូនណាបាទនេះអូនោះធំហើយដល់ពេលយើងត្រូវចាប់អញ្ចឹងយើងចាប់ផ្ដើមបន្ថយចំណីហើយបងប្អូនបាទយើងបន្ថយវាពីមុនយើងឲ្យស៊ីខ្ញុំវល់ហ្នឹងណាខ្ញុំវល់មកដបទឹកសុទ្ធ1លីត្រកន្លះហ្នឹងឲ្យស៊ីម្ដង2-3អាហ្នឹងអញ្ចឹងបន្ថយមក1ជាងចិត្ត2អីហ្នឹងបាទព្រោះនេះយ៉ាងច្រើនបើយើងចាប់ទៅទីផ្សារតែម្ដងគឺវាអស់ហើយបងប្អូនតែខ្ញុំអត់ចាប់អញ្ចឹងផងបាទអញ្ចឹងអានេះប្រហែលជាទុំយ៉ាងច្រើន4-5ថ្ងៃទៀតហ្នឹងគឺអស់ហើយបាទហើយមូលហេតុដែលខ្ញុំអត់ចាប់ទៅទីផ្សារតែម្ដងគឺដោយសារនៅកន្លែងធ្វើការខ្ញុំនេះគឺវារស់នៅគ្នាច្រើនដែរបងប្អូនបាទអញ្ចឹងទៅគឺចាប់ទុកលក់ឲ្យពួកគាត់ដើម្បីធ្វើម្ហូបធ្វើអីហូបអញ្ចឹងទៅហើយមានកម្មវិធីមានអីអញ្ចឹងទៅគឺយើងខ្ជិលទៅទិញនៅខាងក្រៅអញ្ចឹងណាបងប្អូនបាទនេះហើយប្រហែលគីឡូដែលចាប់ពីប្រហែលថ្ងៃមុនគឺយើងចាប់ởខាងនេះដោយសារខាងនេះវាយើងធំជាងដោយសារពេលរំលែកកូនមកគឺយើងយកអាធំដាក់មកខាងជាហៀងខាងនេះហើយអាហៀងស្ទើយើងដាក់នៅជាហៀងខាងនេះអញ្ចឹងណាបាទអញ្ចឹងដល់ពេលចាប់ខាងនេះវាអាចធំជាងខាងនោះបាទអញ្ចឹងបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំនេះបងប្អូនចង់កំងទេបាទចង់កំងដាក់ទីតាំងមកគឺខ្ញុំចាប់ផ្ញើជូនបាទអានេះយើងចំចេះវាលក្ខណៈដូចចង់កែបធម្មជាតិដែរបងប្អូនបាទហើយខ្ញុំធ្វើហូបហើយគឺសាច់របស់វាក៏អាចទទួលយកបានដែរបងប្អូនបាទបើបងប្អូនខ្លះគាត់ចេះពិសាទាំងស្បែកទៀតគឺគាត់អាំងគាត់បំពងអីទាំងស្បែកហ្នឹងគឺរត់តែអែមទៀតដែរបាទពិសេសបងប្អូនដែលមានកម្មវិធីញឹកអាចតាក់ទងមកបានបាទហើយនៅមាន2ទ្រុងទៀត2ទ្រុងទៀតក៏ចិត្តសបាចិត្តចាប់ដូចគ្នាដែរបាទអាចចាប់រីអស់គឺម្លងមួយអាទិត្យ2អាទិត្យអីគឺយើងទៅចាប់អា2ទ្រុងនៅខាងមុខនោះទៀតដែរបាទអូខំគ្នាពេញហ្នឹងបងប្អូនឃើញវាពីចម្ងាយអញ្ចឹងយើងទូចទេណាតែអានេះខ្ញុំខ្ជិលចូលទៅចាប់ឲ្យបងប្អូនមើលចូលទៅចាប់ទៅអត់ដឹងថាមួយធំគួរសមដែរបាទ
bạn chẳng ở video đấy xong nhau chun bóng ôn chia sẻ phòng đây bóng ôn để xa miền cam thí này mà nhưng mà bóng ôn ở trong tình kia đấy bóng ôn ai thưa về trùng luôn anh phần năng máu và đã ta mà pon côn pi pon côn ấy cứ ta dạ pe pi khai mà khai chiên pi khai cứ dương ai là mồm nâng thưa mà hộp vậy và dương mồm dương chập hộp ấy ba xôm ở côn bong ôn ở kia và để bạn tôi nào video bọc dùng ba tăng bị đau đó chọp và đây bà bong ôn bên nằm rơi ca trong bàn chia côn kẹp ấy mà chầm ấy bong ôn này chạy tôn ở tam channel YouTube bọc dùng đi bán của mình là khoảng cào mốc dùng tôi cả trả lời top chun bong ôn và số một cuốn